សូមជម្រាបសួរអស់លោកស្រីអ្នកនាងកញ្ញាដែលកំពុងទស្សនានៅកម្មវិធីកសិកម្មនិងអភិវឌ្ឍជនបទជាទីគោរពនិងជាទីមេត្រីកម្មវិធីកសិកម្មនិងអភិវឌ្ឍជនបទបានវិលមកជួបអស់លោកអ្នកម្ដងទៀតហើយតាមពេលវេលានិងម៉ោងដដែលដែលកម្មវិធីរបស់យើងតែងតែបង្ហាញជូនអស់លោកអ្នកនៅបច្ចេកទេសក៏ដូចជាវិធីសាស្ត្រនៅក្នុងការដាំនៅដំណាំផ្លែឈើគ្រប់ប្រភេទរបស់បងប្អូនប្រជាកសិករគ្រប់ស្រុកភូមិនានាក្នុងប្រជាជាតិកម្ពុជាហើយសម្រាប់សប្តាហ៍នេះក្រុមការងារកម្មវិធីកសិកម្មនិងអភិវឌ្ឍជនបទក៏បានធ្វើដំណើរទៅដល់ស្រុកស្អាងខេត្តកណ្ដាលដែលកម្មវិធីរបស់យើងនឹងបង្ហាញឲ្យលោកអ្នកនៅបច្ចេកទេសនៃការដាំមើមត្រាវជូនដល់អស់លោកស្រីអ្នកនាងកញ្ញាទស្សនាបាទនៅពេលនេះកម្មវិធីរបស់យើងក៏សូមនាំអារម្មណ៍អស់លោកស្រីអ្នកនាងកញ្ញាទៅជួបកិច្ចសភារវាងខ្ញុំបាទក៏ដូចជាបងប្រុសម្ចាស់ចំការដូចតទៅត្រាវជាដំណាំយកមើមម្យ៉ាងដែលត្រូវការអាកាសធាតុត្រជាក់សើមដើម្បីធ្វើការដាំដុះនៅក្នុងមើមត្រាវមានផ្ទុកសារធាតុ Calcium Oxalate Crystal ខ្ពស់ដែលធ្វើឲ្យមើមត្រាវមានសារធាតុរមាស់តិចៗគេបំបត្តិជាតិរមាស់នេះដោយប្រើកម្ដៅឬដោយវិធីផ្សេងៗទៀតដូចជាជាតិជូរជាដើមដែលធ្វើឲ្យសារធាតុ Oxalate រលាយចុះទើបគេអាចបរិភោគជាអាហារដែលមានរសជាតិបានត្រាវមានច្រើនប្រភេទច្រើនសន្តានមានត្រាវក្រមួនត្រាវគៀបត្រាវជើងរមាសត្រាវព្រៃនិងត្រាវស្លាកសិករនិយមដាំត្រាវប្រភេទត្រាវស្លាត្រាវក្រមួនទៅតាមទីផ្សារតម្រូវទិញត្រាវប្រមូលផលនៅពេលរាំងស្ងួតបន្តិចហើយតម្រូវការក្នុងការប្រើប្រាស់ធ្វើជាម្ហូបឬធ្វើជាបង្អែមផ្សេងៗយ៉ាងច្រើននៅក្នុងរដូវក្តៅសួរបងប្រុសបាទសួរខ្ញុំបានមកពីកម្មវិធីកសិកម្មនិងអភិវឌ្ឍជនបទថ្ងៃនេះគឺថាបានធ្វើដំណើរមកជាមួយនឹងក្រុមការងារបានឃើញនៅដំណាំត្រាវរបស់ដីចំការបងតែម្ដងបាទគឺថាច្រើនស្អិចស្កះបាទចង់ជម្រាបសួរបងអាចជម្រាបឈ្មោះជូនទៅដល់ទស្សនិកជនបានទេបងបាទខ្ញុំឈ្មោះញ៉ែមតារារស់នៅភូមិខ្ពបលើឃុំខ្ពបស្អាងកណ្ដាលបាទបងហើយខ្ញុំបាទចង់ជម្រាបសួរបងថាតើផ្ទៃដីកាឡាដែលបងដាំនៅដំណាំត្រាវនេះប្រវែងប្រហែលដែរបងដីខ្ញុំប្រវែងក្បាល13ដោយ140បាទហើយដាំដំណាំត្រាវនេះរយៈពេលប្រហែលឆ្នាំដែរដែលយើងដាំខ្ញុំចាប់ដាំបាន3ឆ្នាំឆ្នាំហ្នឹង3ឆ្នាំដែរបងបាទបងអញ្ចឹងគឺខ្ញុំបាទចង់ឲ្យបងជម្រាបជូនទៅដល់ទស្សនិកជនពីការដាំហ្នឹងតើយើងដាំយ៉ាងម៉េចខ្លះមានរបៀបដាំយ៉ាងម៉េចខ្លះបងអាចជម្រាបជូនបានទេបងបាទអាហ្នឹងដំបូងយើងត្រូវភ្ជួរដីឲ្យឆ្អិន2-3ជើងទៅយើងហាលដីឲ្យឆ្អិនទៅដល់ហើយយើងហូរកម៉ោមកដាក់ហើយយើងត្រូវទៅផ្សាំកូនត្រាវសិនដល់ពេលកូនត្រាវយើងចាប់ដើមដុះដូចប្រវែងនេះអញ្ចឹងយើងត្រូវចាប់ដើមយកកម៉ោមកក្រាលបាទបងក្រាលហើយយើងត្រូវបូមទឹកអាហ្នឹងយើងចាប់ដើមដាំវិញណាយើងត្រូវបូមទឹកឲ្យបុកដៅបាទហើយយើងវាស់វាដូចយើងស្រឡាញ់ប៉ាល់ទឹក4ជ្រុងយើងវាស់ទៅយកប៉ាល់ទឹក4ជ្រុងគេស្រឡាញ់8ទឹក4ជ្រុងគេវាស់8ទឹក4ជ្រុងចឹងណាបាទព្រោះអាហ្នឹងវាមិនអាចធ្វើបានដូចគ្នាទាំងអស់ទេបាទគេពេញចិត្តគេយកអាមើមធំជាងគេយកចង់បានកោអើយមើមតិចប៉ិនវាមើមធំកូនតិចមើមធំប៉ិនគេចង់បានមើមច្រើនអាហ្នឹងគេអាចគេយកអាហ្នឹងគេម៉ៅបាទអាហ្នឹងគេម៉ៅគេចង់ឲ្យអ្នកមកមើលអ្នកទិញហ្នឹងតកែគេមកទិញណាបាទវាមានគុំច្រើនអញ្ចឹងយើងគាត់ថ្លឹងឲ្យគេអញ្ចឹងយើងចង់បានកោអើយមើមវាធំនឹងគីឡូវាច្រើនវិញចឹងបើសិនយើងចង់បានកូនច្រើនអញ្ចឹងគឺយើងត្រូវដាំដើមហ្នឹងតិចវិញបាទអានោះអាចបានមើមធំបាទហើយដល់ពេលហើយយើងបូមទឹកបងដៅត្រាវដល់ហើយបានយើងគាស់កូនយកមកដាំបាទហើយចំពោះការយើងបងនិយាយមិញថាឲ្យដៅដីបាទឲ្យឆ្អិនដីបាទឆ្អិនដីនេះយើងធ្វើយ៉ាងម៉េចខ្លះចំពោះការធ្វើឆ្អិនដីដំបូងហ្នឹងបងយើងភ្ជួរហាលវាម្សាបានរយៈពេលប្រហែល4-10ថ្ងៃយើងប្រែម្សាទៀតប្រែម្សាហើយដល់តើយើងហើយយើងទៅផ្សាំកូនត្រាវសិនផ្សាំកូនត្រាវបាទចំពោះការផ្សាំហ្នឹងគឺយើងយកដើមផ្សាំហ្នឹងគឺយើងផ្សាំដោយខ្លួនឯងឬក៏យើងទិញមកពីគេមកទិញមកពីគេបាទទិញមកពីខេត្តណាដែរបងអានេះយើងទិញមកពីខេត្តកំពង់ស្ពឺចឹងបាទពូខ្ញុំនឹងយកត្រាវបោះតកែគេទិញរបស់យើងហ្នឹងណាយើងទិញកូនគេយកមកដាំ
អន្តោះហើយយើងបានត្រូវកោះចឹងយើងកោះគេទៅថ្លឹងឲ្យគេទៅគេទៅកោះមកពីកំពង់ស្ពឺនោះពួកកូនកំពង់ស្ពឺវាអត់ទៅលួយវាល្អហើយបើយើងទិញត្រាវតាមយើងផ្សារដើមគោអានឹងអាចទៅលួយមកភាគវានៅសល់មិនតិចទេ10ភាគនៅសល់5ភាគអី4ភាគអីហើយពួកខ្ញុំឃើញភាគច្រើនគេផ្សាំចំពោះការផ្សាំហ្នឹងគឺយើងផ្សាំមួយឆ្នាំអញ្ចឹងយើងទិញពូជគេមកផ្សាំមួយឆ្នាំអញ្ចឹងហើយដល់ពេលឆ្នាំក្រោយយើងយកពូជដែលយើងផ្សាំខ្លួនឯងឬក៏យើងនៅតែបន្តទិញយើងនៅតែទិញគេមកទៀតគឺទិញមកថ្មីរហូតពូបាទពូដីយើងអាចអត់អាចទុកបានទេបាទអានេះពូដីយើងវាលិចអស់អត់មានដីទួលដាំបាទគេនោះគេដាំទៅដល់ទៅពេលយើងត្រូវចាប់ដើមដាំគេនៅកោះវិញគេកោះគេយកពូជយកមកលក់ឲ្យយើងបាទព្រោះឲ្យតកែគេឡើងទៅទិញមកហើយយើងចាំទិញពីតកែទៅវិញព្រោះយើងទៅទិញក៏ទិញបានដែរព្រោះគេសិតមានម៉ួយបាទហើយចំពោះការដាំហ្នឹងយើងមានកំណត់ពីកម្រិតម្ដងទៅម្ដងហ្នឹងយើងគិតថាតើត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យដំណាំត្រាវហ្នឹងគាត់ថាល្អបងអានោះស៊ីចង់យើងថែធ្វើស្មៅយើងដាំកំបល់ទឹកក៏បានដែរនឹងវាល្អតើល្អយើងធ្វើស្មៅវាឲ្យស្អាតទៅហើយយើងដាក់ជីតិចទៅដល់ទៅធំចេះយើងដាក់ជីដែរប៉ុន្តែយើងអត់ដាក់តាមគុំយើងបាចព្រោះតានេះគឺវាឡើងស៊ីលើគឺវាឡើងលើអស់ហើយចង់ជម្រាបសួរបងថាតើដំណាំហ្នឹងដំណាំត្រាវមានជំងឺរបស់វាទេបងមានបងដូចក្រាបភ្លើងវាចេញអុចមកជុំវិញស្លឹកហើយវាឡើងក្រហមមើលទៅក្រហមពុកគេហើយបើក្រាទឹកវិញវាអុចធៀងប៉ុនស្លឹកវិញនៅខ្មៅបាទហ្នឹងវាអុចមួយខ្មៅនេះបងដូចនេះចឹងបងនេះបាទអាហ្នឹងហៅក្រាទឹកហើយបើក្រាភ្លើងនេះពណ៌ឆេះពួកពណ៌ចេញលឿងហ្នឹងបងបាទលឿងហ្នឹងឡើងក្រហមហ្នឹងវាជុំវិញស្លឹកហ្នឹងហៅក្រាភ្លើងបាទដូចក្រាទឹកចឹងមានតែពីរប្រភេទហ្នឹងទេបងបាទហើយចំពោះជំងឺទាំងអស់ហ្នឹងប៉ះសិនបើយើងមានវិធីដើម្បីថែរក្សាវាឡើងវិញទេបងអត់មានទេបងដល់មានថ្នាំគេបាញ់ការពាររហូតបាទហើយដាក់ពេលបាញ់ថ្នាំការពារហ្នឹងយើងបាញ់ប្រហែលដែរបាញ់រាល់ថ្ងៃឬក៏យ៉ាងម៉េចអត់ទេបងបាញ់ជួនកាល4ថ្ងៃ5ថ្ងៃបាញ់ម្ដងបើថាអត់ធ្វើមានជំងឺអញ្ចឹងយើងអាចឡើងមួយអាទិត្យបាញ់ម្ដងបាទហើយនៅពេលដែលយើងបាញ់ថែរក្សាវាអញ្ចឹងហើយមិនវិញអាដើមដែលវានេះហ្នឹងវាល្អឡើងវិញឬក៏វាល្អឡើងវិញនេះវាលាស់ត្រួយនេះបងតែនេះអានោះវាធ្លាក់ទៅបាត់អានោះធ្លាក់ទៅវាចេញត្រួយមកទៀតចេញត្រួយមកមួយទៀតហើយដល់ខែវាធ្លាក់ធៀងទៅវាចុះមើមអាហ្នឹងវាឡើងលេងរួចហើយតែឡើងមកត្រួយវាចេះខ្លីទៅយូរអស់ដើមហើយយើងដាំហ្នឹងគឺថាប្រហែលខែដែរដែលយើងអាចទទួលបានផលហ្នឹងរយៈពេល6ខែបង6ខែបាទបានអាចប្រមូលផលបាន6ខែគឺយើងបានផលហើយដល់ពេលហើយយើងចាប់ផ្ដើមបេះកោះវាមកកោះតែម្ដងបាទហើយបងប្រុសគឺយើងដាំដំណាំត្រាវហ្នឹងគឺយើងដាំភាគច្រើនគឺបានល្អជាងគេនៅរដូវណាបងហ្នឹងយើងដាំដល់រដូវប្រាំងបាទព្រោះរដូវវស្សាអាចអត់ធ្វើបានព្រោះឡៃនេះលិចបាទដល់ខែនេះទៅខែចេះខែប្រាំងហ្នឹងបាទហ្នឹងយើងអាចភ្ជួរដីទៅវាបានយើងហាលទៅស្អិនដីល្អបាទហើយចុះឧទាហរណ៍ថានៅពេលដែលមានភ្លៀងខ្លាំងអញ្ចឹងវាលិចអញ្ចឹងដើមត្រាវនេះវាអាចធន់នឹងទឹកនៅដល់បងឬក៏វាធន់ដែរបងប៉ុន្តែអាចត្រាំបានយូរបាទកុំឲ្យតែលិចចុងបាទប៉ុន្តែវាអត់បានល្អវាឡើងវាទៅក្រហមវិញណាក្រហមទៅក្រហមចេះអត់មានទឹកនៅហ្នឹងវាអាចរស់នៅបានប៉ុន្តែវាក្រហមស្លឹកបាទវាអត់ងាប់ទេវាអត់ក្រហមបាទចុះបើសិនមកពេលដែលវាលិចអញ្ចឹងវាក្រហមយើងអាចបាញ់ថ្នាំដើម្បីអត់បានទប់ស្កាត់វាបានដល់តែឲ្យវាស្ងួតទឹកហ្នឹងទេបាទស្ងួតទឹកអស់ទៅយើងដាក់ជីបូមទឹកវាវិញអាហ្នឹងវាអាចស៊ីជីបានហើយតែយើងតែលិចទឹកយើងបាញ់ថ្នាំដាក់ជីស្រួលលួយបាទហើយចំពោះពូជដែលយើងយកមកហ្នឹងគឺថាចុះបើសិនបើយើងយកពូជដែលយើងដាំនៅតែម្ដងវាយ៉ាងម៉េចដែរបងគឺថាយើងមិនចាំបាច់យកពីខាងក្រៅមកដើម្បីដាំពូជដែលយើងដាំខ្លួនឯងផ្សាំខ្លួនឯងយើងដាំបន្តទៀតទៅឆ្នាំក្រោយទៀតព្រោះយើងយកពូជយើងនឹងយកដាំឆ្នាំក្រោយវារយៈពេលវាយូរវាអាចស្វិតបាទស្វិតទៅលួយហើយយើងមិនអាចទុកបានទេព្រោះយើងនោះយើងកោះមកភ្លាមយើងទុករយៈពេលបាន10ថ្ងៃយើងផ្សាំវាទៅវិញផ្សាំហើយយើងយកមកដាំវិញអញ្ចឹងដោយសារនៅស្រុកនេះគឺថាយើងដាំដំណាំត្រាវអញ្ចឹងដល់ពេលបានមួយឆ្នាំទៀតយើងដាំដូរដំណាំទៀត
បាទ អញ្ចឹងបើដែលយើងអត់អាចផ្សាំយកពូជដែលផ្សាំហ្នឹងគឺយើងដាំបាន បាទ ក៏តែបើសិនបើយើងអាចដាំអញ្ចឹងហើយយើងយកពូជផ្សាំហ្នឹងដាំភ្លាមទៀតគឺបាន បាទ បានល្អដូចគ្នា បាទ បាទបងខ្ញុំឃើញក្រោមដើមត្រាវហ្នឹងគឺមានក្រាលដូចជាច្បើងដើមចេកអីចឹងបាទជាងក្រាលហ្នឹងដើម្បីគេបង អាហ្នឹងយើងក្រៅហ្នឹងយើងទុកតងកម្ដៅដែរ ទុកទៅ អាចរយៈពេលយើងបូមទឹកហ្នឹងណា បាទ យើងគ្រប់គល់វាឲ្យបានត្រជាក់ក្នុងរយៈពេលយើងបូមទឹកយើងគ្រប់បានក្រាស់អាហ្នឹងយើងរយៈពេលយើងបានយូរដែរហើយបើយើងអត់មានកម្របវាមិនអាចត្រូវមិនអាចឡើងបានព្រោះយើងគ្រប់គល់វាឲ្យត្រជាក់ត្រូវត្រជាក់វាឡើងវាស្ទុះហើយយើងតែអត់កម្របហ្នឹងហើយស្មៅទៀត បាទ បើយើងកម្របក្រាស់ស្មៅអត់សូវដុះ បាទ អាហ្នឹងគេការពារគុំត្រាវដើម្បីហ៊ីកមើមឲ្យវាត្រជាក់បានយូរវាហ៊ីកមើមតែយើងអត់ក្រាលអត់កើតទេ បាទ ធ្វើអីក៏អត់បានទីដែរ បាទហើយចំពោះដើមត្រាវហ្នឹងគឺថាវាមានផលប្រយោជន៍អីគេខ្លះចំពោះវិស័យកសិកម្មយើងហ្នឹងបងព្រោះថាមើមវាយើងដល់មានអត្ថប្រយោជន៍ទេបង បាទ បាទ ដើមត្រាវក៏មានអត្ថប្រយោជន៍ យើង អាហ្នឹងយើង យកទៅ អាចយកទៅស្ល ស្ល បាទ បាទអញ្ចឹងនៅពេលដែលបងដូចថាធម្មតាពេលដែលទីផ្សារគេមកទិញអញ្ចឹងហើយយើងកោះយកមើម បាទ បាទចំពោះដើមយើងលក់ទៅឲ្យទីផ្សារដែរឬក៏យើង អត់ទេបងអាដើមហ្នឹងយើងគេមកនេះគេចង់បានដើមយកទៅស្លអញ្ចឹងទៅយើងឲ្យគេទៅ អស់ឲ្យ បាទ អ្នកចិត្តខាងអីចឹង បាទ គាត់ត្រូវការអញ្ចឹង បាទ បាទ